បងក៏ចូលខមមិនក្នុងវីដេអូខ្ញុំថាបងដាំម្រះដែរអត់ដែរបានញ៉ាំទេឲ្យតែក្តាប់ម៉ាស់អុយអស់តែម្ដងអញ្ចឹងហើយខ្ញុំធ្វើវីដេអូនេះដើម្បីឆ្លើយតបទៅបងតេតងទៅនឹងវិធីសាស្ត្រសាមញ្ញដែលខ្ញុំធ្វើហើយទទួលបានផលម្រះក្នុងការដែលញ៉ាំដែរបើសិនជាយើងនិយាយតេតងទៅនឹងផលប៉ុណ្ណេះគឺយើងទទួលយកបានហើយដោយសារតែយើងដាំលក្ខណៈគ្រួសារសាមញ្ញហើយដោយបងប្អូនអរគ្នាឃើញស្រាប់អញ្ចឹងគឺយើងអត់មានបច្ចេកទេសអីញ៉ៃអីច្រើនទេដាំម្រះឲ្យឡើងតែលបងធម្មតាទេហើយខ្ញុំបញ្ជាក់ជូនបងដែរតកតងទៅនឹងការដាំរបស់ខ្ញុំគឺខ្ញុំអត់មានប្រើជីប្រើអីទាំងអស់គឺខ្ញុំដាំបានប៉ុណ្ណាគឺយើងយកប៉ុណ្ណឹងតែម្ដងចំពោះការថែទាំរបស់ខ្ញុំគឺខ្ញុំផ្ដោតទៅលើការខ្ទាស់ព្រោះប្រសិនបើយើងអត់ខ្ទាស់ម្រះទេគឺប្រកាសណាស់គឺស្រាំងចុចប៉ុន្តែយើងត្រូវមើលទំហំម្រះដែលយើងត្រូវខ្ទាស់ដែរដូចប៉ុណ្ណេះអីគឺបងអត់ត្រូវខ្ទាស់ទេបើកាលណាយើងខ្ទាស់វានឹងស្វិតតែម្ដងហើយម្រះនេះគឺយើងត្រូវបេះចោលហើយដោយសារតែស្រាំងគឺចុចហើយចំណែកឯម្រះដែលយើងខ្ទាស់វាបានធំហើយហ្នឹងក៏យើងត្រូវតែអាសាលាក់មើលវាដូចគ្នាដែរជួនកាលម្រះខ្លះគឺវាលូតលាស់អញ្ចឹងទៅវាធ្លុះកដាស់ធ្លុះអីអញ្ចឹងទៅធ្វើឲ្យស្រាំងហ្នឹងគឺមានឱកាសក្នុងការអុជវាក៏ខូចដូចគ្នាដែរចំពោះការថែទាំដើមម្រះវិញគឺខ្ញុំផ្ដោតសំខាន់ទៅលើការស្រោចទឹកដោយមួយថ្ងៃគឺខ្ញុំស្រោច2ដងពេលព្រឹកម្ដងនិងពេលល្ងាចម្ដងអញ្ចឹងកាលណាយើងស្រោចទឹកម្រះរបស់យើងគ្រប់គ្រាន់អញ្ចឹងទៅដើមវាល្អក៏វាបញ្ជូនសារធាតុចិញ្ចឹមទៅកាន់ផ្លែរបស់វាល្អដូចគ្នាដែរកលេចមកខាងនេះវិញប្រសិនបើបងប្អូនអ្នកគ្នាអត់ចាប់អារម្មណ៍ទេប្រកាសជាមើលអត់ឃើញផ្លែម្រះទេហ្នឹងហើយជាមូលហេតុដែលធ្វើឲ្យម្រះរបស់យើងស្អុយដោយសារយើងមើលអត់ទាន់មើលអត់ឃើញអញ្ចឹងម្រះប្រព័ន្ធដែលខ្ញុំថតឲ្យបងប្អូនអ្នកគ្នាមើលហ្នឹងគឺជាម្រះដែលត្រូវតែខ្ទាស់ហើយដោយសារតែផ្ការបស់វាហ្នឹងគឺរុះចេញពីផ្លែរបស់វាហើយអញ្ចឹងកាលណាយើងខ្ទាស់ទៅគឺវានឹងទទួលបានផលបើយើងយឺតយ៉ាវនៅក្នុងការខ្ទាស់ចាគឺស្រាំងចុចទៅគឺយើងចាខ្ទាស់វាក៏អត់បានផលដែរមានតែបេះចោលតែប៉ុណ្្នឹងឯងហើយបើយើងឆាប់ខ្ទាស់ពីតូចពេកចាក៏វាស្វិតអត់ធំដូចគ្នាដែរអញ្ចឹងម្រះដែលល្មមខ្ទាស់គឺជាម្រះដែលជ្រុះផ្កាវាអាផ្កានៅចុងផ្លែរបស់វាហ្នឹងចាគឺយើងចាប់ផ្ដើមខ្ទាស់វាតែម្ដងទៅសង្ខេបចាបងនេះគឺជាបច្ចេកទេសដែលខ្ញុំដាំចាងាយនៅផ្ទះរបស់ខ្ញុំទេប៉ុន្តែបច្ចេកទេសកសិកម្មគេយ៉ាងណាយ៉ាងណីអីខ្ញុំអត់ដឹងទេប៉ុន្តែនេះគឺជាអ្វីដែលខ្ញុំធ្លាប់ដាំបទពិសោធន៍ដែលខ្ញុំដាំជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំយាយរបស់ខ្ញុំអីចឹងខ្ញុំដឹងតែប៉ុណ្្នឹងទេបងប្អូនអរគ្នាក៏លេចមកមើលផ្កាកលាបនៅផ្ទះរបស់ខ្ញុំនិយាយពីផ្កាអ្នកណាមកក៏ហូរដែរបងប្អូនអើយវាផ្កាស្រស់គ្នាស្អាតខ្លាំងមែនទែនតែម្ដងហើយដំបូងឡើយខ្ញុំគិតថាប្រកាសជាពិបាកថែហើយមានណាពេលថែទៅផ្កាកលាបនេះស្រួលថែខ្លាំងមែនទែនឲ្យតែយើងដឹងពីរបៀបក្នុងការថែវាចាងាយស្រួលហើយជាពិសេសផ្កាអត់ងាយដាច់ទេបងប្អូនអើយនិយាយទៅគឺផ្កាបន្តរហូតប៉ុន្តែពេលខ្លះវាមានច្រើនខ្លាំងពេលខ្លះតិចអញ្ចឹងណាមកល្មមអញ្ចឹងទៅហើយដើមខាត់ណាដែលខ្ញុំដាំកាលពី2ថ្ងៃមុនហ្នឹងឥឡូវគឺងើបពីស្លាប់ហើយអញ្ចឹងខ្ញុំគិតថាខាត់ណានេះនឹងចាប់ផ្ដើមល្អបន្តទៀតដែរចំណែកឯចាសល់ពេលទំនេរតិចតួចខ្ញុំក៏មកកាត់តាក់ទងទៅនឹងស្រល់ក្អូបហើយដើមត្រែដែលវាខ្ពស់ខ្លាំងពេកហ្នឹងគឺខ្ញុំចាប់ផ្ដើមកាត់ចេញហើយដោយសារខ្ញុំអត់ចង់ឲ្យវាខ្ពស់ខ្លាំងលើសគ្នាខ្លាំងទេចំណែកឯដើមកលាបដែលខ្ញុំនិយាយថាដើមអន់លើកមុនឥឡូវមានណាបងប្អូនអើយគេចេញផ្កាឡើងល្អបានគេដែរហើយហ្នឹងហើយអរគុណបងប្អូនអរគ្នាសម្រាប់ការមើលវីដេអូនេះជម្រាបលាជួបគ្នាវីដេអូក្រោយទៀតបាយបាយ